ចាមានសំណួរជាច្រើនបានមកកាន់គេអាយុអំពីចំណល់ថាតើហេតុអីបានលោកពុកខ្ញុំនៅពេលដែលគាត់វិញគាត់កាចខ្លាំងម្លេះហើយខ្ញុំឃើញអ្នកវិញនៅក្នុង Facebook មួយចំនួនមានលោកយាយខ្លះស្លូតហើយមានលោកតាខ្លះក៏កាចហើយភ័យខ្លាចចាហេតុអីបានខុសគ្នារវាងអ្នកវិញដូចគ្នាមានអ្នកខ្លះស្លូតអ្នកខ្លះកាចអ្នកខ្លះក៏ខ្លាចចាអញ្ចឹងសូមលោកអ្នកតាមដានស្ដាប់ទាំងអស់គ្នាថាតើមូលហេតុទេដែលបានធ្វើឲ្យកតាអ្នកវិញមានស្ថានភាពខុសគ្នាហើយសូមមេត្តាជួយ like ជួយ share ជួយ comment ដូចខាងក្រោមផងនៅខាងក្រោមនេះផងចាដោយសារតែកតាទី1កតាខួរក្បាលខូចខាតទី2ការបកស្រាយខុសនៃខួរក្បាលទី3ការបាត់បង់សមត្ថភាពក្នុងការទំនាក់ទំនងទី4កតាបរិយាកាសនិងសុខភាពរាងកាយរបស់គាត់ចឹងនេះខ្ញុំសូមរៀបរាប់នៅកតាទី1កតាទី1តំបន់ខួរក្បាលដែលរងការខូចខាតនោះគឺបណ្ដាលមកពីគឺក្នុងនោះយើងឃើញថាខួរក្បាលមនុស្សយើងចែកចេញជាផ្នែកដែលគ្រប់គ្រងតំបន់ខួរក្បាលដែលរងការខូចខាតនោះគឺបណ្ដាលមកពីគឺក្នុងនោះយើងឃើញថាខួរក្បាលមនុស្សយើងចែកចេញជាផ្នែកដែលគ្រប់គ្រងមុខងារខុសគ្នាអត់ដូចគ្នាទេចាគឺចែកចេញជាផ្នែកអញ្ចឹងបើខូចខាតផ្នែកខាងមុខគឺផ្នែកនេះគឺគ្រប់គ្រងដោយការអត់ធ្មត់និងចរិតលក្ខណៈកាលណាផ្នែកនេះខូចគឺគាត់បាត់បង់នៅការទុកចិត្តបានជាធ្វើឲ្យគាត់คล้ายទៅជាមនុស្សកាចឆាប់ខឹងឬក៏និយាយពាក្យមិនសមរម្យអ្វីដែលមិនធ្លាប់និយាយពីមុនគឺបែរជានិយាយក្នុងកំឡុងពេលនេះដែលធ្វើឲ្យកូនចៅមានការខឹងហើយតបតជាដើមឡាចាអ្វីដែលគាត់មិនធ្វើគាត់បានធ្វើអ្វីដែលគាត់មិនធ្លាប់ជេរគាត់ទៅជានិយាយពាក្យអីអាក្រក់ចានេះដោយសារតែផ្នែកខាងមុខខូចខាតចានៃខួរក្បាលត្រូវបានខូចខាតសូមជម្រាបឡើងវិញគឺថាផ្នែកនេះគ្រប់គ្រងទៅលើការអត់ធ្មត់និងចរិតលក្ខណៈតែគាត់ទប់អត់បានចាធ្វើឲ្យចេញបដកម្មបែបនេះបើគាត់ខូចខាតផ្នែកចំហៀងនៅខួរក្បាលផ្នែកនេះគឺគ្រប់គ្រងដោយអារម្មណ៍ភ័យខ្លាចកាលណាមានបញ្ហាគាត់នឹងទទួលអារម្មណ៍ភ័យខ្លាចជ្រុលចាមិនគឺគាត់កាចផ្នែកខាងមុខអត់ធ្មត់អត់បានកាចនិយាយពាក្យអត់ធ្លាប់និយាយក៏និយាយដែរដល់ចំណុចទី2ខូចខាតផ្នែកចំហៀងគឺផ្នែកគ្រប់គ្រងអារម្មណ៍ភ័យខ្លាចអញ្ចឹងហើយកាលណាគាត់មានបញ្ហាតាក់ទងនឹងអារម្មណ៍គឺតែងតែធ្វើឲ្យគាត់ភ័យខ្លាចជ្រុលបារម្ភខ្លាំងសង្ស័យខ្លាំងរហូតដល់គិតថាគេចង់ធ្វើបាបគាត់ចង់លួចរបស់របរគាត់ជាដើមឡាទី3បើខូចខាតផ្នែកបញ្ជាទូទៅនៃខួរក្បាលគាត់នឹងប្រែទៅជាស្លូតវិញចាឬស្ងប់ស្ងៀមនៅតែមួយកន្លែងដោយសារតែខួរក្បាលរបស់គាត់ហ្នឹងលែងមានថាមពលក្នុងការបង្កើតអារម្មណ៍ដើម្បីឆ្លើយតបជាមួយមជ្ឈដ្ឋានជុំវិញគឺគាត់ស្ងប់ស្ងៀមខ្លាំងមែនទែនចាអានេះគឺជាការផ្នែកខូចខាតនៃកោសិកាខួរក្បាលទី2ចំណុចសំខាន់នៃខួរក្បាលដែលធំនោះគឺការបកស្រាយខុសនៃខួរក្បាលការយល់ឃើញបែបនេះបកស្រាយបែបនោះនៅពេលដែលគាត់វែងខួរក្បាលរបស់គាត់មិនអាចបកស្រាយអ្វីបានទាំងអស់ទោះបីជាភ្នែកគាត់បានមើលឃើញតិចគាត់ធ្លាប់ឮបានត្រឹមត្រូវក៏ដោយឧទាហរណ៍នៅពេលដែលកូនចៅដើរមកជិតគាត់ដើម្បីផ្លាស់សម្លៀកបំពាក់ឲ្យគាត់អាចបកស្រាយថាជាយល់ឃើញថាបែរជាការមកយីឬធ្វើបាបគាត់មានន័យថាផ្ទុយទាំងអស់អ្វីដែលល្អគាត់គិតថាគាត់អ្វីដែលគេមកជួយគាត់គេគាត់គិតថាគេមកសម្លាប់ឬធ្វើបាបគាត់ការយល់ច្រឡំគាត់អាចមើលឃើញសមោលដែលជួខោអាវដែលជួនៅចាំជាមនុស្សម្នាក់ដែលឈរមើលគាត់ដែលធ្វើឲ្យគាត់មានអាការៈខ្លាចឬក៏ស្រែកឲ្យគេជួយចានេះជាកត្តាទាំងអស់ហ្នឹងគឺការបកស្រាយខួរក្បាលមានផ្នែកណាមួយគឺបកស្រាយខុសមើលឃើញក៏ទៅយល់ថាខចានេះដែលធ្វើឲ្យគាត់តែងតែខ្លាចហើយគាត់តែងតែខ្លាចនៅសមោលនៅចាំចាគ្រប់ពេលវេលាទាំងអស់ទី3គឺដោយសារតែការបាត់បង់សមត្ថភាពនៃការទំនាក់ទំនងគាត់សម័យថានៅពេលដែលគាត់ចង់និយាយអីមួយតែគាត់រនឹកពាក្យដើម្បីនិយាយតបតនឹងអត់បានទេឬនិយាយឲ្យគេស្ដាប់យល់នោះគឺអត់បានទេគឺនិយាយទៅអត់យល់អញ្ចឹងធ្វើឲ្យគាត់មួម៉ៅនេះហើយបំលែងទៅជាខំឬឆេវឆាវអ្នកខ្លះទៀតជ្រើសរើសការនៅស្ងៀមឬយំដោយសារមិនដឹងថាត្រូវតំណែងបែបម៉េចដូច្នេះហើយបានជាមួយអ្នកវិញយើងតែងតែប្រើกระดาษ
bên sự phơi rồi có rụp hiệp xem xe và xua quạt trong từ xa bái cứ chứ bằng hai thủ tràn bái về cho ở quạt từ xa tất bằng hai thủ đạp bay còn ở quạt thở cả cái thái quạt chơi nó tôi thì ở vậy để quạt mơ khơi chả tí buồn cả tá bạ nhà cả rứ sọc phim riêng cài chuôn cá chả cá chuôn cá rứ khạt mình men một pi chủng ngư của bên tảng sòng tì bàn tay một pi cá chư chặt quạt cá quạt khạt ná chuôn cá viên bên mau pi chủng ngư của bên tảng sòng vì nên cả ta cụp xong với tiếp đời xa ta vậy để quạt trong gì trong tha ọt thở gì ọt trong nói vừa quạt nó chư chặt luôn ấy con ai đang chư minh chư pua chư rồi mua tay con phẹp chương ọt thở có bằng trên nhà cà rạ mua màu đây chả đi chi cả ta cụp xong với tiếp chân cả ta tại giá cả nó sọc ở phía bên cái ấy để thưa ơi mình đào ơi cả làm hai đứa này đây phía mình lúc mình về phía trái nó cứ phải chỉ phải khai rồi ca rồi về đây mê chặt bắt đầu mà nghịch về phải lục rồi sao phải lư tách tách thưa ơi quạt mưa khơi nhà vậy ở cho bạn hãy bằng co chỉ phía sẵn sào chẳng ở vậy để theo du ở chui bán nâng chùm nói cùi rồi đắng khư lục nè thử từ kết hà cục tùng bư không sao mà phiền rồi bỏ lục nè nhìn con đó cứ trời tại bằng cao là nữ bằng trời tại vừa lão đòi cái đây người ta cả nàn cái đây anh đất và sân chỉ lục nè vô bịបញ្ហានេះអញ្ចឹងខាយូក្នុងការម្ដងម្ដាលបុគ្គលិកទាំងអស់ខាយូតែមករៀនបុគ្គលិកថាកុំប្រកាន់នឹងអ្នកជំងឺប៉ុន្តែត្រូវតែយល់ដឹងពីស្ថានភាពអ្នកជំងឺឲ្យច្បាស់ដរាបណាយើងច្បាស់អំពីយល់ដឹងពីអ្នកជំងឺច្បាស់គឺក្តីនីតាកណាពិតជាកើតមានហើយទុំដោយសារតែឆន្ទៈបេះដូងជាអ្នកថែទាំដ៏ល្អដែលញ៉ាំងឲ្យសកម្មភាពមនុស្សពីរនាក់នៅក្បែរគ្នាយល់ចិត្តគ្នាជួយពួកគាត់បានទាន់ពេលវេលាប៉ះពាល់ដោយក្តីស្រឡាញ់កុំឲ្យមានអារម្មណ៍ដើម្បីឲ្យគាត់មានអារម្មណ៍ថាសុវត្ថិភាពនៅក្នុងរាងនៅក្នុងចិត្តរបស់គាត់ការរៀបចំបរិយាកាសគឺផ្ដល់ពលឺឲ្យគាត់បានគ្រប់គ្រាន់និងកាត់បន្ថយសម្លេងរំខានអាចជួយឲ្យគាត់ស្លូតនិងស្ងប់បានជាងមុនចា៎សូមអរគុណនៃការយកចិត្តទុកដាក់ស្ដាប់ហើយប្រសិនជាមានចម្ងល់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ081 648 650 ឬ www.careyourcambodia.com ចា៎សូមអរគុណសូមជម្រាបលា